cha phục mai bông ôn nôm lụt tỏ khné ná phục mai bông ôn na class đại quạt kịch thà khuôn ai miền ấy tê nhau miền lôi mà riêng là kêu nhau nơi sắp sai chấm ca hay nhau có miền tây phương ấy đại nhau mình ai sạch chẳng ta nhau trời đạp lên mới na đam bể nhau đòi cô đòi được bậc nhau ok song khán phục mai bông ôn tỏ khné song ra chất đã cô đòi hơi rồi nè hai phục mai bông ôn tỏ khné chất bắt trong chất hơi nè thà khuôn ai nè hàng trái admin tây phương ok chẳng nè kêu nâng bằng hai plei tam bập bập thòm chuyện na phục mai bông nọc ní chẳng sau mai phục mai bông mưa clip ní ai bị đam đã chọc khơi hói cùng ai rùng lồng phục mai bông nè pro ní chỉ clip sang chỉ vật đam bay ao dương miên sợi phiệp pi bầm nói chỉ vật pro bầm nói chỉ vật bờ dương ở trên sai chầm nòng ní té thòm một chuyện cô ở ai chui dương bàn này chẳng dương tới để chết chui hồn ai dương tới rơi chết để sang hồn ai na phục mai bông nọc ní sang lên mình đã kêu cứ sang đượcក្នុងចិត្តគឺការគិតផលិតរឿងល្អនៅក្នុងចិត្តអញ្ចឹងពុកម៉ែបងប្អូនហ៊ានដាក់គោលដៅហើយឬនៅអញ្ចឹងបើចង់ដាក់គោលដៅតើយើងត្រូវដាក់របៀបម៉េចអ្នកគ្រូគឺដាក់គោលដៅនៅក្នុងចិត្តដាក់គោលដៅណាដែលអាចស័ក្តិសមនឹងខ្លួនរបស់យើងបើយើងអត់មានគោលដៅទេយើងនឹងតែតោហើយក៏យើងរកផ្លូវត្រូវអត់ឃើញដែររកផ្លូវទៅអត់ឃើញទេណាពុកម៉ែបងប្អូនយើងនៅតែទៅនេះទៅនោះអត់ខ្វល់រឿងអ្វីទេហើយយើងនឹងបាក់ទឹកចិត្តបន្តអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាបើសិនជាមិនទាន់មានគោលដៅសូមដាក់គោលដៅទាំងអស់គ្នាដើម្បីបន្តដំណើរជីវិតបែបច្បាប់ធម្មជាតិដោយងាយៗសុវ័យអញ្ចឹងគោលដៅរបស់ខ្ញុំចង់បានលុយប៉ុន្មានមួយខែប៉ុន្មានមួយខែ$1000ឬមួយខែ$500ណាអាហ្នឹងអ្នកធ្វើការឬអ្នករស់ស៊ីក៏ដោយចង់បានផាត់ចំណូលចំណាយហើយសល់មួយខែ$1000និងសល់មួយខែ$500ឬមួយពុកម៉ែបងប្អូនខ្លះគាត់ចង់សល់មួយខែលើសនេះតាមការគិតនិងបំណងប្រាថ្នារបស់គាត់ណានេះជាបំណងប្រាថ្នាគោលដៅរបស់យើងជំហានទី1ដែលយើងត្រូវតែដាក់ដើម្បីឲ្យដាច់ខែសល់លុយអញ្ចឹងចង់ឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាត្រូវតែនិយាយប្រាប់ខ្លួនឯងនឹងការគិតរបស់ខ្លួនឯងណាយកกระดาษនឹងសរសេរសៀវភៅមកសរសេរដើម្បីឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមានថាមពលដើម្បីឲ្យคล้ายជាទម្លាប់ធ្វើដដែលណាពុកម៉ែបងប្អូនអរគ្នាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាហ៊ានសម្រេចចិត្តឲ្យច្បាស់បើច្បាស់ជឿលើខ្លួនឯងគ្រាន់តែនិយាយជឿលើខ្លួនឯងគ្រាន់តែគិតច្បាប់ធម្មជាតិនឹងបង្វឹកនឹងនាំផ្លូវដើរទៅរកគោលដៅរបស់ពុកម៉ែបងប្អូនប្រាក់ខែផាត់ទូទាត់ហើយរកស៊ីផាត់ទូទាត់ហើយមិនថាខ្វល់ពីអ្វីគឺសល់បានមួយខែ$500ទៅ$1000អញ្ចឹងពុកម៉ែបងប្អូនដែលមើលឃ្លីបនេះហើយណាមើលហើយមើលទៀតហើយអនុវត្តមើលហើយមើលទៀតហើយអនុវត្តបើពុកម៉ែអត់ទាន់ស្គាល់ច្បាប់ធម្មជាតិអញ្ចឹងទើបស្គាល់ដំបូងឆ្ងល់ថាខ្ញុំអត់មានអីផងឲ្យខ្ញុំដាក់មិនអ្នកគ្រូកុំខ្វល់មកពីណាទៅណាខ្វល់តែពុកម៉ែបងប្អូនហ៊ានគិតអត់ហ៊ានដាក់គោលដៅអត់នេះជាគោលដៅតូចតាចទេតែយើងអត់ដែលធ្លាប់យើងវឹកហាត់ឲ្យคล้ายជាទម្លាប់សិនឲ្យคล้ายជាអ្វីដែលយើងចង់បានសិនព្រោះច្បាប់ធម្មជាតិបើយើងមិនហ៊ានដាក់គោលដៅយើងមិនហ៊ានដំណើរធ្វើទៅមុខទេការគិតរបស់យើងនៅតែស្មុគស្មាញនៅតែខ្វះខាតនៅតែមិនបំពេញតួនាទីតាមធម្មជាតិអញ្ចឹងធម្មជាតិនឹងរុញច្រានការគិតបែបណាគឺបានបែបនោះហើយអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាងាកមកគិតដែលច្បាប់ធម្មជាតិមួយនេះដើម្បីឲ្យពុកម៉ែបងប្អូនដល់គោលដៅណាហាមពិចារណាសម្បកក្រៅរបស់ពុកម៉ែបងប្អូនណាមានការងារធ្វើឬមិនទាន់មានបបដល់គឺត្រូវតែដាក់គោលដៅសិនមួយខែសល់ប៉ុណ្ណេះផាត់ហើយគឺសល់ប៉ុណ្ណេះសល់500 1000សល់និយាយដដែលសរសេរដដែលពុកម៉ែបងប្អូនណាសរសេរដដែលនិយាយដដែលបើសិនជាពុកម៉ែបងប្អូនមានជំនឿខ្លាំងជឿខ្លាំងគ្រាន់តែដាក់ឲ្យព្រឺខ្លួនព្រឺក្បាលគ្រាន់ដាក់ឲ្យយើងមានអារម្មណ៍មួយស្ដុកស្ដំមានអារម្មណ៍មួយសុខគឺពុកម៉ែបងប្អូននឹងបានសម្រេចគោលដៅលឿនហើយស្រមើស្រមៃដល់ពេលដែលពុកម៉ែបងប្អូនលុយលុតចូលកុងធនាគារ500សល់1000ឬមួយក៏លុយសុទ្ធក៏បានណាតាមការស្រមើស្រមៃរបស់ពុកម៉ែបងប្អូនជាក់លាក់ច្បាស់អញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាដាក់ហើយសរសេរជឿច្បាស់ប្រកាសដាច់ខែយើងសល់លុយអញ្ចឹងរយៈពេលតែ3ខែទៅ6ខែបើពុកម៉ែបងប្អូនអត់ទាន់មានជំនឿសោះ
អាច16ខែ3ខែណាតែពុកម៉ែបងប្អូនដែលគាត់មានជំនឿខ្លះគាត់ស្គាល់ច្បាប់នឹងខ្លះហើយគាត់អាចលឿនណាគាត់អាចឆក់លឿនអញ្ចឹងមុននឹងយើងធ្វើអ្វីក៏ដោយយើងមិនអាចបង្ខំថាហ៎ចេះពេលការបានផលតាមគោលដៅគឺការជំនឿរបស់ពុកម៉ែបងប្អូនការអនុវត្តរបស់ពុកម៉ែបងប្អូនមិនមែនដាក់ឲ្យយើងគេងណាពុកម៉ែបងប្អូនដាក់ឲ្យគឺយើងនឹងមានសកម្មភាពច្បាប់ចក្រវាលនឹងដឹកនាំពុកម៉ែបងប្អូននឹងមានសកម្មភាពចេញត្រូវតែធ្វើការមុខរបរអីរស់ស៊ីអីដើម្បីឲ្យសល់លុយនឹងមិនមែនឲ្យពុកម៉ែបងប្អូនដាក់មនោឲ្យអារម្មណ៍គិតឲ្យអត់ទៅធ្វើអីទាំងអស់មែនទេអានឹងអត់បានផលទេពុកម៉ែបងប្អូនណាតែយើងដាក់ឲ្យមនោឲ្យយើងសរសេរឲ្យច្បាប់ធម្មជាតិនឹងអត់ឲ្យបងប្អូននៅសៀមទេនឹងមកដេចមួបងប្អូនឲ្យចាប់អាជីពមុខរបរឬមួយក៏ការងារអ្វីដែលស័ក្តិសមឲ្យសល់លុយតាមគោលដៅពុកម៉ែបងប្អូនទាំងអស់គ្នាមិនមែនគ្រាន់តែនិយាយមិនមែនគ្រាន់តែថាឲ្យអត់អនុវត្តទេណាពុកម៉ែបងប្អូនពេលនេះយើងអត់ដឹងថាទៅរកស៊ីអីធ្វើអីដើម្បីឲ្យចំមុខឲ្យយើងសល់លុយអញ្ចឹងយើងត្រូវតែផលិតក្នុងចិត្តការគិតរបស់យើងសិនការគិតរបៀបដែលយើងគិតថាងាយសប្បាយអ្នកគ្រូបញ្ជាក់ណាគឺជឿលើខ្លួនឯងជឿលើច្បាប់ធម្មជាតិមួយនេះនឹងដឹកនាំឲ្យពុកម៉ែបងប្អូនទៅរកមុខរបរការងារដែលងាយនឹងសល់លុយតាមគោលដៅរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាដែលមិនទាន់មានជំនឿចាប់ដើមអនុវត្តឲ្យជឿលើខ្លួនខ្ញុំជឿលើខ្លួនខ្ញុំហើយកុំភ្លេចអរគុណពេលជឿហើយដាក់គោលដៅហើយកុំភ្លេចអរគុណទទួលរួចហើយខ្ញុំបានទទួលលុយចំនួនមួយខែ$500ឬ$1000សល់រួចរាល់ហើយអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាមើលវីដេអូបើអត់ច្បាស់អាចឆាតតាម Telegram អ្នកគ្រូបានណា086 519 337 078 322 968ពុកម៉ែបងប្អូនអាចទេឬឆាតតាម Telegram បានណាប៉ុន្តែឆាតតាម Telegram ទៅព្រោះជាណាអ្នកគ្រូចប់ធ្វើវីដេអូច្រើនមួយថ្ងៃធ្វើ20 30វីដេអូអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាអត់ច្បាស់នៅសង្ស័យអាចឆាតតាម Telegram ឬប្រឹក្សាដែលអត់គិតថ្លៃសេវាណាតែបើពុកម៉ែបងប្អូនគិតថាច្បាស់ហើយអនុវត្តតាមអ្នកគ្រូធ្វើវីដេអូខ្លីៗ10នាទីនេះពុកម៉ែបងប្អូននឹងបានផលលឿនជឿលឿនផលលឿនជឿច្បាស់ផលច្បាស់គឺសំខាន់លើជំនឿពុកម៉ែបងប្អូនតែប៉ុណ្ណោះច្បាប់ធម្មជាតិនឹងផ្ដល់ឲ្យនឹងឡងមកវិញដោយងាយសប្បាយអញ្ចឹងនេះមិនមែនជាអ្នកគ្រូគ្រាន់តែនិយាយទេគឺជាច្បាប់លើពិភពលោកច្បាប់ធម្មជាតិដែលមហាសទ្ធិលើលោកនិងអ្នកម្ចាស់អំណាចទាំងអស់អ្នកមានមហាសាលទាំងអស់អ្នកដែលមានអ្វីគ្រប់យ៉ាងទាំងអស់ល្អលើលោកនេះគេដឹងគេអនុវត្តគេធ្វើអញ្ចឹងមិនមែនមានមហាសទ្ធិលើលោកនេះមានតែជាង2000នាក់ទេមនុស្សរាប់ពាន់លាននាក់ពុកម៉ែបងប្អូនគិតមើលអញ្ចឹងអ្នកគ្រូដឹងហើយអ្នកគ្រូនឹងចែករំលែកឲ្យពុកម៉ែបងប្អូនស្គាល់ច្បាប់ធម្មជាតិមួយនេះដោយគ្រាន់តែមើលវីដេអូខ្លីអ្នកគ្រូនឹងជួយឲ្យពុកម៉ែបងប្អូនណា share បន្តឲ្យបានច្រើន like comment ឬមួយក៏ follow ឬមួយក៏ពុកម៉ែបងប្អូនធ្វើមិនចែករំលែកតាមបណ្ដាញសង្គមនានាណាពេលខ្លះពុកម៉ែបងប្អូននេះហើយជាកម្លាំងរុញទឹកចិត្តជាបុណ្យកុសលសាងអំពើល្អសាងរឿងល្អយើងមិនបាច់មានលុយទៅធ្វើច្រើនដូចគេទេព្រោះអីឲ្យតែយើងយល់ច្បាស់ថាបុណ្យគ្រាន់តែនឹកឃើញសប្បាយចិត្តបុណ្យហើយគ្រាន់តែយើងចេះជួយគ្នាបន្តិចបន្តួចក៏បុណ្យហើយអានឹងបុណ្យមហាសាលពុកម៉ែបងប្អូនណាបុណ្យដែលមិនចេះរីងស្ងួតព្រោះវានៅក្នុងចិត្តរបស់យើងនៅក្នុងការគិតរបស់យើងអញ្ចឹងពុកម៉ែបងប្អូនគ្រាន់តែនិយាយដដែលហើយគិតតាមអ្នកគ្រូណាគិតដោយងាយសប្បាយអត់មានអស់លុយទេគ្រាន់តែគិតគ្រាន់តែជឿច្បាស់សោះហេតុអីក៏មិនសាកល្បងហេតុអីក៏មិននិយាយហេតុអីក៏មិនអនុវត្តអត់មានអស់អីផងហ្នឹងពេលកម្លាំងរាងកាយរបស់យើងទៅរកស៊ីលក់ដូរតើហត់នឿយប៉ុណ្ណាល្មមបានមួយថ្ងៃចំណេញ50000 100000 20000 30000គិតមើលយើងចំណាយពេលរបៀបមិនខ្លះតើអារម្មណ៍របស់យើងល្អអត់ពេលយើងទៅលក់ដូរអញ្ចឹងអត់ល្អទេអញ្ចឹងសូមឲ្យពុកម៉ែបងប្អូនអរគ្នាផ្លាស់ការគិតណាដូរគំនិតចាប់ផ្ដើមសាងជីវិតថ្មីលើវិថីនៅក្នុងចិត្តកើតនៅក្នុងចិត្តសិននិងផលិតចេញក្រៅដោយងាយសប្បាយអញ្ចឹងអ្នកគ្រូក៏សូមអរគុណនិងសូមជូនពរឲ្យពុកម៉ែបងប្អូនដែលមើលឃ្លីបវីដេអូនេះរួមលោកទាំងអស់ឲ្យបានសម្រេចគោលដៅមួយខែសល់500និង1000រៀងខ្លួនណាឲ្យបានដូចបំណងហើយជឿជាក់លើខ្លួនឯងធ្វើអនុវត្តផងសូមអរគុណ
សម្រាប់ពុកម៉ែបងប្អូន